ស្លន់ស្លោកខុសគេម្លេះអានូទីនផ្អើលឆោឡោរឿងដ្រូនអ៊ុយក្រែនដែលខ្លួននៅចម្ងាយរាប់រយគីឡូម៉ែត្រកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការយោធាខ្នាតធំបាញ់ស្រោចដ្រូនវាយប្រហារចំទីក្រុងមូស្គូដែលជារដ្ឋធានីរបស់រុស្ស៊ីផ្អើលទាំងយប់បើតាមសារព័ត៌មានថៃ The Standard ភ្លាមនោះលោកអានូទីនឆានវីរៈគុលនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីបានប្រញាប់ប្រញាល់ចេញមុខមកផ្ដល់កិច្ចសម្ភាសដោយសម្ដែងក្តីកង្វល់និងការបារម្ភយ៉ាងខ្លាំងខុសគេខុសឯងព្រមទាំងប្រកាសក្តែកពីសវត្ថភាពរបស់គណៈប្រតិភូខ្លួនយ៉ាងណាមិញសកម្មភាពឆ្លើយតបយ៉ាងឆាវឡោនិងប្រញាប់ប្រញាល់ខុសធម្មតារបស់ថ្នាក់ដឹកនាំថៃរូបនេះបានរងនឹងការរិះគន់និងការសើចចំអកពីមជ្ឈដ្ឋានអ្នកតាមដានសារព័ត៌មានយ៉ាងខ្លាំងក្រុមអ្នករិះគន់បានលើកឡើងថាការផ្អើលឆោឡោរបស់លោកអានូធីនហាក់បីដូចជារឿងហួសហេតុនិងខុសទំនងបន្តិចហើយព្រោះតាមការពិតទីក្រុងខាសានដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូលនោះស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រដាច់ស្រឡះពីរដ្ឋធានីមូស្គូដែលជាកន្លែងរងការវាយប្រហារដោយដ្រូនសកម្មភាពប្រកាសអាសន្ននិងបង្ហាញភាពភ័យព្រួយទាំងតន់ហន់នេះត្រូវបានគេមើលឃើញថាជាការសម្ដែងដើម្បីទាញយកចំណាប់អារម្មណ៍និងបង្កើតរូបភាពនយោបាយដោយផ្ទាល់ខ្លួនឲ្យមើលទៅហាក់បីដូចជាខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងទាំងដែលទីតាំងជាក់ស្ដែងមានសវត្ថភាពតាំងពីដំបូងមកម្លេះសូមជម្រាបជូនថាក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថាកាលពីថ្ងៃប្រហោះអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំនិងមិនធ្លាប់មានសោះរហូតដល់ទៅ1000គ្រឿងក្នុងនោះមានជិត200គ្រឿងវាយប្រហារទីក្រុងមូស្គូដែលបណ្ដាលឲ្យឆាបឆេះរោងចក្រចម្រាញ់ប្រេងខាផូនយ៉ាដែលជាទីតាំងផ្គត់ផ្គង់ប្រេងម៉ាស៊ូតនិងសាំងរហូតទៅដល់50%ដល់ទីក្រុងមូស្គូលោកពូទីនត្រូវបានទទួលស្គាល់ថាការខ្វះខាតប្រេងឥន្ធនៈហើយក្រុមការងារត្រូវបានបង្កើតឡើងដើម្បីធានាការផ្គត់ផ្គង់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានទទួលស្គាល់នៅថ្ងៃអាទិត្យនេះថាបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈត្រូវបានបង្កើតឲ្យមានការខ្វះខាតនៅក្នុងតំបន់នានារបស់រុស្ស៊ីហើយក្រុមការងារមួយកំពុងធ្វើការធានាដើម្បីបរិមាណគ្រប់គ្រាន់ត្រូវបានផ្គត់ផ្គង់នៅទូទាំងប្រទេសលោកពូទីនថ្លែងទៅកាន់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្ដីពីការផ្គត់ផ្គង់និងចែកចាយប្រេងឥន្ធនៈបាននិយាយថារុស្ស៊ីត្រូវតែកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើទីតាំងប្រេងដែលជាប់ទាក់ទងនឹងកង្វះខាតប្រេងលោកក៏បានអំពាវនាវឲ្យមានវិធានការដើម្បីធានាការផ្គត់ផ្គង់សម្រាប់វិស័យកសិកម្មហើយក៏បានបន្ថែមទៀតថាការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតកំពុងស្ថិតនៅក្នុងការពិចារណាយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីលោកពូទីនបានប្រាប់កិច្ចប្រជុំថាអ្នកដឹងច្បាស់ថាបញ្ហាសម្រាប់អ្នកបើកបរនិងសម្រាប់អាជីវកម្មនៅតែបន្តកើតមានជាអកុសលនៅតែមានជួររងចាំនៅតាមស្ថានីយ៍ប្រេងឥន្ធនៈផងដែរលោកក៏បានបន្ថែមទៀតថាយើងត្រូវតែកាត់បន្ថយឲ្យនៅកម្រិតអបបរមានៅផលប៉ះពាល់នៃការវាយប្រហារនៅភារវកម្មទៅលើគោលដៅស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធរបស់យើងអ៊ុយក្រែនក៏បានបង្កើនការវាយប្រហាររយៈចម្ងាយមធ្យមនិងវែងទៅលើគោលដៅឧស្សាហកម្មនៅក្នុងប្រទេសរុស្ស៊ីនិងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅខាងអ៊ុយក្រែនដោយផ្ដោតជាសំខាន់នៅលើវិស័យប្រេងលោកពូទីនក៏បានមានប្រសាសន៍ទៀតថាទុនបំរុងប្រេងសាំងកំពុងត្រូវបានប្រើប្រាស់ហើយឥឡូវនេះមានចំនួន1.7 លានតោនហើយកម្រិតផលិតកម្មខែកក្កដាគួរតែលើសពីកម្រិតដែលត្រូវបានកត់ត្រានៅក្នុងខែមិថុនាលោកក៏បានមានប្រសាសន៍បន្ថែមទៀតថាការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតដែលកំពុងត្រូវបានពិចារណាអស់មួយរយៈកំពុងត្រូវបានពិចារណាហើយលោកក៏បានប្រាប់ទៅកាន់អ្នកចូលរួមថាតម្រូវការនៅក្នុងការហាមឃាត់ទាំងស្រុងទៅលើការនាំចេញប្រេងម៉ាស៊ូតកំពុងត្រូវបានពិចារណាបន្តទៀតទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ថាឧបនាយករដ្ឋមន្ត្រីរបស់រុស្ស៊ីលោក Alexander Novak ធ្លាប់បានមានប្រសាសន៍ថារុស្ស៊ីមិនចាំបាច់ហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតនោះទេលោកពូទីនបានមានប្រសាសន៍ថាក្រុមការងារមួយស្ដីពីការផ្គត់ផ្គង់ប្រេងឥន្ធនៈកំពុងធ្វើការពេញម៉ោងដោយបន្ថែមទៀតថាស្ថានភាពនេះតម្រូវឲ្យមានវិធានការជាប្រព័ន្ធដែលត្រូវនឹងទំហំនៃបញ្ហាប្រឈមបច្ចុប្បន្នដើម្បីបង្កើតការផ្គត់ផ្គង់និងរក្សាតម្លៃឲ្យនៅកម្រិតសមហេតុផលលោកបានមានប្រសាសន៍បន្តទៀតថាការផ្គត់ផ្គង់កសិកម្មគឺមានសារៈសំខាន់ជាពិសេសណាស់
យើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាថាកាលវិភាគផ្គត់ផ្គង់ប្រេងឥន្ធនៈតាមរដូវកាលទាំងអស់ត្រូវបានរក្សាទុកសម្រាប់សហគ្រិនកសិកម្មឧស្សាហកម្មពីព្រោះការប្រមូលផលអាស្រ័យទៅលើវា